đây bột mai bằng bột ngàyនេះខ្ញុំបង្ហាញពីវិធីធ្វើផាក់ឡូវចាផាក់ឡូវខ្ញុំយកមានពោះវៀនធំពោះវៀនទូចចាហើយនឹងកាជៀកជ្រូកលំពេកាជៀកជ្រូកហើយនឹងថ្លើមលំពែងបេះដូងចាហើយនឹងសាច់ជ្រូកកាជៀកជ្រូកចាបន្ទាប់មកខ្ញុំធ្វើការលាងទឹកចាអានេះយើងលាងទឹកពោះវៀនសិនព្រោះអីពោះវៀនហ្នឹងវាពិបាកនឹងលាងជាងគេវាមានក្លិនស្អុយដល់ពេលអញ្ចឹងយើងត្រូវច្របាច់អំបិលកោសវាឲ្យស្អាតទើបយើងយកមកស្ងោរកើតបន្ទាប់ពីយើងលាងស្អាតហើយយើងធ្វើការលើកដាក់ឆ្នាំងដើម្បីយើងដាក់ស្ងោរចាហើយយើងលាងឲ្យស្អាតគឺយើងប្រើខ្ញុំអត់បានថតកន្លែងយើងលាងគឺយើងប្រើម្សៅឆាហើយនឹងម្សៅឆាដើម្បីចាធ្វើការលាងហើយនឹងជាមួយនឹងទឹកខ្មេះចាទឹកខ្មេះដើម្បីធ្វើការលាងពោះវៀននិងគ្រឿងក្នុងពួកអីពោះវៀនបើសិនជាយើងអត់លាងឲ្យស្អាតទេយើងពិបាកនឹងហូបណាអញ្ចឹងខ្ញុំប្រើម្សៅឆាលាងជាមួយទឹកខ្មេះដើម្បីច្របាច់ឲ្យប្រឡាត់វាលាងបន្ទាប់មកទៀតខ្ញុំលើកដាក់ឆ្នាំងហើយនឹងធ្វើការស្ងោរចាខ្ញុំដាក់ដាំទឹកដើម្បីស្ងោរចាដាក់លាយចូលហើយខ្ញុំគ្រឿងដែលខ្ញុំដាក់ស្ងោរសាច់ជ្រូកនឹងឲ្យវាបាត់ឆ្អាបយើងដាក់គល់ស្លឹកគ្រៃហើយស្លឹកក្រូចសើចខ្ញុំធ្វើច្រើនតិចទៅភាសាអីកុំឲ្យវាមានក្លិនឆ្អាបក្លិនសាច់ជ្រូកអញ្ចឹងយើងប្រើគ្នាច្រើនតិចវាលុបក្លិនប៉ុន្តែពោះវៀនធំពោះវៀនទូចយើងលាងឡើងស្អាតហើយខ្ញុំលាងច្រើនទឹកណាហើយបន្ទាប់មកខ្ញុំធ្វើការដាក់អំបិលដើម្បីបំបត្តិឆ្អាបផងដែរវាដាក់ស្ងោរចោលប្រហែលរយៈពេលកន្លះម៉ោងប្រហែលទឹកយើងពុះធ្វើការគ្របទុកប្រហែលជាកន្លះម៉ោងចាបន្លែដែលខ្ញុំយកមកញ៉ាំជាមួយផាក់ឡូវគឺមានដូចជាមានជីបន្លាជីបន្សុយជីគេហៅថាជីបន្សុយហើយនឹងស្លឹកខ្ទឹមហើយនឹងត្រសក់ចានឹងជាបន្លែដែលខ្ញុំបន្ទាប់ជាមួយផាក់ឡូវខ្ញុំធ្វើការដាក់ទឹកដើម្បីលាងបន្លែយើងឲ្យស្អាតលាងឲ្យស្អាតទឹកមកយើងធ្វើការបើកមើលមកចាបន្ទាប់ពីពុះហើយយើងចាប់ផ្ដើមកូរត្រឡប់បន្តិចដើម្បីឲ្យវាឆ្អិនរៀងសព្វទើបយើងធ្វើការយកមកធ្វើខផាក់ឡូវយើងបន្ទាប់ពីកូរហើយយើងធ្វើការគ្របទុកប្រហែលជា10នាទីទៀតអូខេសាច់យើងឆ្អិនហើយយើងធ្វើការធ្វើផាក់ឡូវធ្វើចាខផាក់ឡូវបន្ទាប់មកខ្ញុំដាក់ឆ្នាំងឲ្យក្តៅហើយខ្ញុំចាក់ប្រេងអូលីវចូលចាឥឡូវខ្ញុំចាក់ប៉ុណ្ណឹងមកខ្ញុំធ្វើការដាក់គ្រឿងដូចជាខ្ទឹមសគល់ស្លឹកគ្រៃនិងគ្រឿងយើងដាក់គ្រឿងដែលយកមកធ្វើផាក់ឡូវហ្នឹងគឺមានឈើអែមហើយគ្រាប់ជីបន្សុយហើយនឹងខ្ញុំប្រើគ្រាប់ជីបន្សុយនិងប្រើពោតកាក់ដើម្បីយកមកធ្វើហើយដាក់ទឹកក្រោយបន្តិចហើយខ្ញុំដាក់ចូល
ស្ករត្នោតចាបន្ទាប់ពីស្ករយើងឡើងពងគ្រាន់ខ្ញុំប្រើទឹកត្រីចូលបន្តិចដើម្បីឲ្យឈ្ងុយហើយដាក់ប៊ីចេងបន្តិចផងដែរប៊ីចេងមិនបន្តិចទេបន្ទាប់មកយើងយកសាច់ដែលយើងស្ងោរហ្នឹងដាក់បញ្ចូលអត់ហើយដាក់បញ្ចូលបន្ទាប់ពីខ្ញុំកូរឡើងសព្វហើយខ្ញុំធ្វើការគ្របទុកដាក់គ្របទុកប្រហែលជា10នាទីតោះមកខ្ញុំធ្វើការរោយអំបិលបន្តិចចូលអំបិលខ្ញុំធ្វើការដាក់ប្រេងខ្យងបន្តិចទៀតមកដើម្បីឲ្យឈ្ងុយផាត់ឲ្យយើងកាន់តែឈ្ងុយដល់យើងដាក់គ្រឿងហើយយើងធ្វើការដាក់ទឹកហើយទឹកដែលយើងស្ងោរហ្នឹងគេកាត់ចូលបន្តិចមកហើយបន្តមកទៀតយើងធ្វើការក្រោមទុកដើម្បីមកឲ្យវាប្រយដាក់តិចមកហើយធ្វើការក្រោមទុកប្រហែលជា20នាទីទើបយើងធ្វើការប្រែម្ដងយើងឃើញថាឥឡូវយើងឡើងក្រហមហើយចាយើងធ្វើការកូរម្ដងទៀតចាយើងឥឡូវយើងចិត្តឆ្អិនហើយយើងទុកចោលមកស្ទុះទៀតទៅប្រហែលជា5នាទីទៀតឆ្អិនហើយចាខ្ញុំធ្វើការគ្របទុក5នាទីទៀតឥឡូវយើងឡើងក្រហមឆ្អិនហើយចាយើងធ្វើការឆាទឹកសៀងម្ដងចាប៉ុណ្ណឹងគឺឆ្អិនហើយបន្ទាប់មកខ្ញុំធ្វើការកិនសៀងយើងចាសៀងខ្ញុំយកសៀងផ្អែមយកមកធ្វើបន្ទាប់មកខ្ញុំនឹងបង្ហាញពីវិធីទឹកសៀងចាយើងត្រូវមានសៀងចាហើយខ្ញុំដាក់ប្រើងាំងៅទឹកងាំងៅបន្តិចហើយនឹងងាំងៅចាខ្ញុំហាន់ឲ្យម៉ត់ចឹងមកខ្ញុំនឹងធ្វើការឆាចូលគ្នាចាខ្ញុំបង្ហាញពីវិធីឆាទឹកសៀងខ្ញុំដាក់ប្រេងអូលីវចូលបន្ទាប់ពីដាក់ប្រេងអូលីវហើយយើងធ្វើការដាក់ខ្ទឹមសិនខ្ទឹមសយើងចូលសិនបន្ទាប់ពីខ្ទឹមយើងលេងបានប៉ុណ្ណឹងហើយយើងធ្វើការដាក់ទឹកសៀងលាយទឹកម្ទេសសិនចាដាក់ទឹកម្ទេសចូលហើយយើងប៉ុណ្ណឹងទៅខ្ញុំធ្វើការចាក់ទឹកសៀងខ្ញុំចូលបន្ទាប់មកខ្ញុំធ្វើការកូរសៀងឲ្យវាចូលគ្នាហើយទឹកជ្រលក់យើងចាហើយខ្ញុំធ្វើការចាក់ងាំងៅចូលដើម្បីឲ្យវាមានជាតិជូរតិចបើសិនជាយើងស្ទើរជូរយើងអាចដាក់ក្រូចឆ្មារក៏បានខ្ញុំយកជាតិប៉ុណ្ណឹងខ្ញុំប្រើងាំងៅហើយអាចដាក់ប៊ីចេងតិចទៅចាខ្ញុំធ្វើការដាក់ប៊ីចេងបន្តិចទេចាប៉ុណ្ណឹងទេបន្ទាប់មកខ្ញុំយកទឹកដែលយើងធ្វើផាក់ឡូវហ្នឹងដាក់ចូលជាមួយនឹងទឹកសៀងបន្តិចមកចាដើម្បីឲ្យវាមានជាតិឈ្ងុយហើយនឹងឡើងពណ៌ទុកសម្រាប់ជ្រលក់ចាខ្ញុំដាក់ប្រហែលជាកន្លះកូនចាន
ចាបន្ទាប់ពីទឹកសៀងយើងឆ្អិនហើយចាយើងបានផាក់ឡូវយើងក៏ឆ្អិនដែរយើងធ្វើការញ៉ាំជាមួយនឹងមានឈូកឆៃខាវយើងហើយនឹងផាក់ឡូវនឹងជីបន្ទាប់ជាមួយចាមើលទៅតំណងដល់ហើយចាអរគុណបងប្អូនដែលបានអំពុំមីងទាំងអស់បងប្អូនទាំងអស់ដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណសូមជម្រាបលា